សវកមិនអាស្រ័យលើការតមតាមក្រឹតវិន័យទេ The kingdom of heaven is not a matter of fasting according to the law រ៉ូមចំពុក14ខ17នៅក្នុងកម្មវិធីទឹកសម្រាប់ដេកបែកកាហែងនៅថ្ងៃដែលមានប្រពន្ធនេះខ្ញុំសូមថ្វាយការអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់របស់យើងដែលប្រោះប្រទានឲ្យខ្ញុំមានឱកាសនាំយកអត្ថកថាមួយមានចំណងជើងថាចូលគុំទ្វេប្រហែសនឹងការសង្គ្រោះដ៏មហិមាឡើយ Do not neglect the great salvation ក្នុងអត្ថបទគម្ពីរហេព្រើរចំពុក2ខ1ដល់ខ9មកជម្រាបជូនប្រិយមិត្តអ្នកស្ដាប់ទាំងនៅក្នុងប្រទេសកម្ពុជាទាំងនៅឯនេសមុទ្រខ្ញុំរំពឹងថាបងប្អូននឹងមានឱកាសស្ដាប់រិកិតហើយវិនិច្ឆ័យដោយខ្លួនឯងថាតើការសង្គ្រោះមានភាពសំខាន់ប៉ុណ្ណានិងថាតើព្រះជាម្ចាស់ទ្រង់តម្រូវឲ្យព្រះយេស៊ូវរងទុក្ខយ៉ាងណាដើម្បីឲ្យយើងបានទទួលការសង្គ្រោះដើម្បីឲ្យបងប្អូនដែលជាមនុស្សសំណប់របស់ព្រះជាម្ចាស់ចេះសម្ដែងការពេញចិត្តចំពោះការសង្គ្រោះនិងមិនធ្វេសប្រហែសចំពោះការសង្គ្រោះឡើយសូមឲ្យបងប្អូនប្រកបដោយព្រះគុណនិងសេចក្តីសុខសាន្តពីព្រះអម្ចាស់នៃយើងនឹងចាប់ផ្ដើមចំណុចដំបូងនៃអត្ថកថារបស់យើងជាមួយនឹងចំណុចសំខាន់ដែលថាចូលកុំធ្វេសប្រហែសនឹងការសង្គ្រោះដ៏មហិមាឡើយ Do not neglect the great salvation ហើយនេះក៏ជាចំណងជើងនៃអត្ថកថារបស់យើងនៅថ្ងៃនេះដែរហេព្រើរចំពុក2ខ1ដល់ខ4ខ1ហេតុនេះយើងត្រូវតែយកចិត្តទុកដាក់ឲ្យរឹតតែខ្លាំងថែមទៀតចំពោះសេចក្តីដែលយើងបានឮក្រែងយើងរសាត់ចេញពីសេចក្តីទាំងនេះបាត់ទៅអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះហេតុនេះហើយបានជាយើងត្រូវតែយកចិត្តទុកដាក់ចំពោះសេចក្តីដែលយើងបានឮក្រែងដូចយើងរសាត់បាត់ទៅខ2ប្រសិនបើព្រះបន្ទូលដែលពួកទេវតាបានថ្លែងប្រាប់នោះជាការពិតដូច្នេះអ្នកដែលប្រព្រឹត្តរំលងហើយរឿងចចេះត្រូវទទួលទោសទៅហើយអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះត្បិតបើព្រះបន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបានមែនហើយបើអស់ទាំងបិទល្មើសនឹងការមិនស្ដាប់បង្គាប់ទទួលការតបស្នងមួយដ៏សំគួរហើយខ3ធ្វើដូចម្ដេចឲ្យយើងរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ធំដូចនេះជាដំបូងព្រះអម្ចាស់បានផ្សាយការសង្គ្រោះមកហើយអស់អ្នកដែលបានឮក៏បានបញ្ជាក់ប្រាប់យើងដែរអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះតើធ្វើដូចម្ដេចឲ្យយើងរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏មហិមានេះជាបឋមព្រះអម្ចាស់ទ្រង់ថ្លែងអំពីការសង្គ្រោះហើយពួកអ្នកដែលឮក៏បញ្ជាក់ប្រាប់យើងហើយដែរខ4ព្រះបានធ្វើបន្ទាល់ជាមួយពួកគេដោយសម្ដែងការអស្ចារ្យនិងឫទ្ធិបារមីជាច្រើនយ៉ាងទាំងចែកព្រះវិញ្ញាណបរិសុទ្ធមកតាមបហារតីរបស់ព្រះអង្គអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះព្រះជាម្ចាស់ទ្រង់ផ្ដល់សក្ខីភាពដោយទីសម្គាល់ការអស្ចារ្យនិងបដិហាផ្សេងជាច្រើនព្រមទាំងដោយអំណោយទានផ្សេងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលទ្រង់ចែកឲ្យតាមបំណងបហារតីរបស់ព្រះអង្គដោយសារព្រះទ្រង់វិសុទ្ធរីឯជនជាតិអ៊ីស្រាអែល
នឹងមនុស្សលោកដទៃទៀតវិញសុទ្ធតែជាមនុស្សមានបាបជនជាតិអ៊ីស្រាអែលក្តីមនុស្សលោកដទៃទៀតក្តីមិនអាចឃើញព្រះជាម្ចាស់និងមិនអាចចូលចិត្តព្រះអង្គបានឡើយដើម្បីឲ្យជនជាតិអ៊ីស្រាអែលនិងមនុស្សលោកបានទទួលការសង្គ្រោះព្រះទ្រង់ធ្វើការសង្គ្រោះតាមរយៈអន្តរការីរបស់ព្រះអង្គថ្ងៃនេះខ្ញុំនឹងជម្រាបប្រាប់អស់លោកអ្នកបងប្អូនអំពីអន្តរការីទាំងពីររូបរបស់ព្រះជាម្ចាស់ The two mediators of God តើនរណាជាអន្តរការីទាំងពីររូបរបស់ព្រះជាម្ចាស់សូមមើលក្នុងយ៉ូហានជំពូក1ខ17ត្បិតព្រះអង្គប្រទានក្រឹតវិន័យតាមរយៈលោកម៉ូសេហើយព្រះគុណនិងសេចក្តីពិតតាមរយៈព្រះយេស៊ូវគ្រីស្ទអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះត្បិតព្រះជាម្ចាស់ប្រទានក្រឹតវិន័យតាមរយៈលោកម៉ូសេប៉ុន្តែព្រះគុណនិងសេចក្តីពិតមកតាមរយៈព្រះយេស៊ូវគ្រីស្ទបងប្អូនជាទីស្រឡាញ់ព្រះជាម្ចាស់ទ្រង់តែងតាំងលោកម៉ូសេឲ្យធ្វើជាអន្តរការីនៃសម្ព័ន្ធមេត្រីចាស់ដើម្បីគ្រប់គ្រងជនជាតិអ៊ីស្រាអែលដោយសារក្រឹតវិន័យហើយព្រះអង្គទ្រង់តែងតាំងព្រះយេស៊ូវឲ្យធ្វើជាអន្តរការីនៃសម្ព័ន្ធមេត្រីថ្មីដើម្បីសង្គ្រោះនៅលោកនៅគ្រប់ប្រជាជាតិដោយសារព្រះគុណតាមរយៈអត្ថបទគម្ពីរយ៉ូហានចំពោះ1ខ17យើងដឹងថាព្រះជាម្ចាស់ទ្រង់ចាត់អន្តរការីពីររូបដើម្បីនាំការសង្គ្រោះមកដល់មនុស្សលោកអន្តរការីទី1គឺលោកម៉ូសេដែលជាអន្តរការីនៃសម្ព័ន្ធមេត្រីចាស់សម្រាប់ជនជាតិហេប្រឺឬក៏ជនជាតិអ៊ីស្រាអែលឬក៏ជនជាតិយូដារីឯអន្តរការីទី2វិញគឺព្រះយេស៊ូវគ្រីស្ទដែលទ្រង់ជាអន្តរការីនៃសម្ព័ន្ធមេត្រីថ្មីសម្រាប់មនុស្សលោកនៅគ្រប់ប្រជាជាតិអន្តរការីដែលភាសាអង់គ្លេសថា mediator ឬ intermediary ឬ arbitrator ត្រូវនឹងភាសាក្រិកថា mesites ដែលមានន័យថាអ្នកកណ្ដាលឬអ្នកជួយធ្វើអន្តរាគមន៍ឬអ្នកសម្របសម្រួលហើយយើងដឹងថាមានអន្តរការីពីរប្រភេទគឺអន្តរការីនៃសម្ព័ន្ធមេត្រីចាស់និងអន្តរការីនៃសម្ព័ន្ធមេត្រីថ្មីអន្តរការីនៃសម្ព័ន្ធមេត្រីថ្មី mediator of a new covenant ត្រូវគ្រីស្ទបរិស័ទខ្លះប្រើពាក្យថាស្ពាននៃសម្ព័ន្ធមេត្រីថ្មីខ្លះប្រើពាក្យថាអ្នកកណ្ដាលនៃសម្ព័ន្ធមេត្រីថ្មីខ្លះប្រើពាក្យថាអ្នកកណ្ដាលនៃសញ្ញាថ្មីនិងខ្លះទៀតប្រើពាក្យថាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងថ្មីអញ្ចឹងយើងឃើញថាមានពាក្យ5ម៉ាត់ខុសគ្នាដែលសំដៅទៅលើអត្ថន័យតែមួយអន្តរការីនៃសម្ព័ន្ធមេត្រីថ្មីស្ពាននៃសម្ព័ន្ធមេត្រីថ្មីអ្នកកណ្ដាលនៃសម្ព័ន្ធមេត្រីថ្មីអ្នកកណ្ដាលនៃសញ្ញាថ្មីអ្នកសម្របសម្រួលកិច្ចព្រមព្រៀងថ្មីខ្ញុំខ្លួនឯងខ្ញុំចូលចិត្តប្រើពាក្យអន្តរការីនៃសម្ព័ន្ធមេត្រីថ្មីព្រោះពាក្យអន្តរការីនេះត្រូវគេប្រើយ៉ាងទូលំទូលាយក្នុងក្របខ័ណ្ឌច្បាប់និងក្នុងចំណោមអ្នកច្បាប់នៅក្នុងរាជាណាចក្រកម្ពុជាយើងតើជនជាតិហេប្រឺឬជនជាតិយូដាឬជនជាតិអ៊ីស្រាអែលយកចិត្តទុកដាក់នឹងក្រឹតវិន័យរបស់ព្រះជាម្ចាស់ឬទេជនជាតិយូដាធ្វេសប្រហែសនឹងក្រឹតវិន័យដែលលោកម៉ូសេទទួលតាមរយៈពួកទេវតា The Jews neglected the law that Moses received from angels កិច្ចការចំពោះ7ខ51ដល់ខ53ខ51អោអ្នករាល់គ្នាជាមនុស្សចចេះនិងជាអ្នកមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ
អ្នករកគ្នាប្រឆាំងព្រះវិញ្ញាណបរិសុទ្ធជានិច្ចដូចជាដូនតារបស់អ្នករកគ្នាដែរអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះអ្នករកគ្នាជាមនុស្សរឹងរូសដែលមានចិត្តនិងត្រចៀកមិនកាត់ស្បែកអើយអ្នករកគ្នាតែងតែប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ចពួកបុព្វបុរសរបស់អ្នករកគ្នាធ្វើយ៉ាងណាអ្នករកគ្នាក៏ធ្វើយ៉ាងនោះដែរពាក្យថាមានចិត្តនិងត្រចៀកមិនកាត់ស្បែកមានន័យថាមានចិត្តនិងត្រចៀកដូចជនជាតិដទៃពាក្យថាកាត់ស្បែកសំដៅលើជនជាតិហេប្រឺឬក៏ជនជាតិយូដាឬក៏ជនជាតិអ៊ីស្រាអែលដែលទទួលពិធីកាត់ស្បែកតាមក្រឹតវិន័យរបស់លោកម៉ូសេរីឯពាក្យថាមិនកាត់ស្បែកវិញគឺសំដៅលើជនជាតិដទៃដែលមិនបានទទួលពិធីកាត់ស្បែកតាមក្រឹតវិន័យរបស់លោកម៉ូសេទេខ52តើមានអ្នកនាំព្រះបន្ទូលណាម្នាក់ដែលដូនតារបស់អ្នករាល់គ្នាមិនបានបៀតបៀនដែរឬទេពួកគេបានសម្លាប់អស់អ្នកដែលបានប្រកាសទុកមុនអំពីការយាងមករបស់ព្រះដ៏សុចរិតហើយឥឡូវនេះអ្នករាល់គ្នាคล้ายជាអ្នកក្បត់និងជាអ្នកសម្លាប់ព្រះអង្គទៀតអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះតើមានព្យាការីណាមួយដែលពួកបុព្វបុរសរបស់អ្នករាល់គ្នាមិនបានបៀតបៀនឬទេពួកគេធ្វើឃាតពួកអ្នកដែលប្រកាសប្រាប់ជាមុនអំពីការយាងមករបស់ព្រះមួយអង្គដ៏សុចរិតដែលឥឡូវនេះអ្នករាល់គ្នាคล้ายជាអ្នកក្បត់និងអ្នកធ្វើគុតព្រះអង្គហើយខ53គឺអ្នករាល់គ្នាហើយជាអ្នកដែលបានទទួលក្រឹតវិន័យតាមការរៀបចំរបស់ពួកទេវតាប៉ុន្តែអ្នករាល់គ្នាមិនបានធ្វើតាមសោះអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះអ្នករាល់គ្នាទទួលក្រឹតវិន័យដែលពួកទេវតាប្រគល់ឲ្យហើយប៉ុន្តែអ្នករាល់គ្នាមិនប្រព្រឹត្តតាមទេដោយសារព្រះជាម្ចាស់ទ្រង់វិសុទ្ធរីឯជនជាតិហេប្រឺឬក៏ជនជាតិយូដាឬក៏ជនជាតិអ៊ីស្រាអែលមិនវិសុទ្ធឬក៏អវិសុទ្ធពួកគេមិនអាចចូលចិត្តព្រះជាម្ចាស់ដើម្បីនឹងទទួលក្រឹតវិន័យពីព្រះអង្គផ្ទាល់បានឡើយដើម្បីសង្គ្រោះជនជាតិហេប្រឺឬក៏ជនជាតិយូដាឬក៏ជនជាតិអ៊ីស្រាអែលព្រះជាម្ចាស់ទ្រង់ធ្វើការតាមរយៈអន្តរការីរបស់ព្រះអង្គគឺទ្រង់ធ្វើការតាមរយៈលោកម៉ូសេដោយចាត់ពួកទេវតារបស់ព្រះអង្គឲ្យនាំក្រឹតវិន័យមកប្រគល់ជូនលោកម៉ូសេអញ្ចឹងថ្ងៃនេះយើងដឹងយ៉ាងច្បាស់ថាព្រះជាម្ចាស់ទ្រង់ប្រទានក្រឹតវិន័យដល់ជនជាតិហេប្រឺឬក៏ជនជាតិយូដាឬក៏ជនជាតិអ៊ីស្រាអែលតាមរយៈលោកម៉ូសេប៉ុន្តែទ្រង់ចាត់ពួកទេវតារបស់ព្រះអង្គឲ្យប្រគល់ក្រឹតវិន័យនោះដល់លោកម៉ូសេមកដល់ចំណុចត្រង់នេះយើងដឹងថាព្រះជាម្ចាស់ទ្រង់ចាត់អន្តរការីទី1របស់ព្រះអង្គដើម្បីនាំការសង្គ្រោះរបស់ព្រះអង្គមកឲ្យជនជាតិហេប្រឺឬជនជាតិយូដាឬជនជាតិអ៊ីស្រាអែលហើយព្រះអង្គទ្រង់ចាត់អន្តរការីទី2របស់ព្រះអង្គគឺព្រះយេស៊ូវគ្រីស្ទដែលទ្រង់ជាព្រះបុត្រារបស់ព្រះអង្គផ្ទាល់អំណលោកនៅគ្រប់ប្រជាជាតិនៅលើផែនដីទាំងមូលតើលោកម៉ូសេដែលជាអន្តរការីទី1របស់ព្រះជាម្ចាស់លោកមានប្រសាសន៍យ៉ាងណាអំពីព្រះយេស៊ូវដែលទ្រង់ជាអន្តរការីទី2របស់ព្រះជាម្ចាស់សូមតាមដានរឿងនេះជាមួយខ្ញុំលោកម៉ូសេជំរុញជនជាតិយូដាឲ្យស្ដាប់ព្រះយេស៊ូវ Moses urged the Jews to listen to Jesus កិច្ចការចំពុក3ខ22ដល់ខ23ខ22ជាការពិតម៉ូសេបាននិយាយថាព្រះអម្ចាស់ព្រះរបស់អ្នករាល់គ្នានឹងតាំងព្យាការីម្នាក់ដូចខ្ញុំឡើងតែបងប្អូនដឹងទេព្យាការីម្នាក់ដូចលោកម៉ូសេនោះគឺអ្នកណាគឺព្រះយេស៊ូវគ្រីស្ទពីចំណោមបងប្អូនរបស់អ្នករាល់គ្នាសម្រាប់អ្នករាល់គ្នាត្រូវស្ដាប់តាមលោក
នៅអ្វីទាំងអស់ដែលលោកនិយាយនឹងអ្នករាល់គ្នាអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះលោកម៉ូសេពិតជាមានប្រសាសន៍ថាព្រះអម្ចាស់ដែលទ្រង់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យព្យាការីមួយរូបងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នាដូចខ្ញុំអ្នករាល់គ្នាត្រូវស្ដាប់អ្វីទាំងអស់ដែលលោកប្រាប់អ្នករាល់គ្នាតើនឹងមានរឿងអ្វីកើតឡើងដល់ពួកអ្នកដែលមិនព្រមស្ដាប់ព្រះយេស៊ូវគ្រីស្ទសូមមើលចម្លើយនៅក្នុងខ23អស់អ្នកណាក៏ដោយដែលមិនស្ដាប់តាមព្យាការីនោះដែលមិនស្ដាប់តាមព្រះគ្រីស្ទនឹងត្រូវវិនិច្ឆ័យបាត់ពីចំណោមប្រជាជនអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះរីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះទេនឹងវិនិច្ឆ័យបាត់ពីចំណោមប្រជាជនមានន័យថាអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះទេនឹងបាត់បង់ការសង្គ្រោះនឹងវិនិច្ឆ័យបាត់ពីចំណោមពួកវិសុទ្ធជនពីចំណោមប្រជាជនរបស់ព្រះជាម្ចាស់បងប្អូនដែលធ្លាប់បានស្ដាប់អត្ថកថារបស់ខ្ញុំក្នុងហេព្រើរចំពុក1បានដឹងហើយថាព្រះយេស៊ូវទ្រង់មានចោមភាពលើពួកទេវតាជាច្រើនចំណុចហើយយើងដឹងថាយ៉ាងហោចណាស់ព្រះយេស៊ូវទ្រង់មានចោមភាពលើពួកទេវតា9ចំណុចប៉ុន្តែនៅក្នុងអត្ថកថារបស់យើងនៅថ្ងៃដែលមានប្រពន្ធនេះបងប្អូននឹងដឹងថាមានពេលមួយព្រះជាម្ចាស់ទ្រង់ធ្វើឲ្យព្រះយេស៊ូវទៀបជាងពួកទេវតាមួយរយៈខ្លី Jesus was made lower than the angels for a little while ហេព្រើរចំពុក2ខ5ដល់ខ9ខ5រីឯបឡោកដែលយើងនិយាយនេះយើងអាចអានម្យ៉ាងទៀតក៏បានថារីឯបរលោកដែលយើងនិយាយនេះយើងអាចអានថាបឡោកក៏បានបរលោកក៏បានណាព្រះមិនបានប្រគល់ឲ្យនៅក្រោមអំណាចរបស់ពួកទេវតាទេអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះត្បិតព្រះជាម្ចាស់ទ្រង់មិនបង្ក្រាបពិភពលោកខាងមុខដែលយើងកំពុងនិយាយនេះឲ្យចុះចូលក្រោមពួកទេវតាទេបឡោកឬក៏បរលោកមានន័យថាលោកខាងមុខខ6ប៉ុន្តែមានម្នាក់បានធ្វើបន្តនៅកន្លែងមួយថាតើមនុស្សជាអ្វីបានជាព្រះអង្គនឹកគិតដល់គេឬកូនមនុស្សជាអ្វីបានជាព្រះអង្គយកបហារតីទុកដាក់នឹងគេដូចនេះអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះផ្ទុយទៅវិញមានគេផ្ដល់សក្ខីភាពនៅកន្លែងណាមួយថាតើមនុស្សជាអ្វីបានជាព្រះអង្គទ្រង់នឹកគិតដល់គេឬតើបុត្រារបស់មនុស្សជាអ្វីបានជាព្រះអង្គទ្រង់យកបហារតីទុកដាក់ចំពោះគេខ7ព្រះអង្គបានធ្វើឲ្យគេទៀបជាងពួកទេវតាតែមួយរយៈទេក៏បានប្រទានសេរីល្អនិងកេរ្តិ៍ឈ្មោះឲ្យទុកជាមកុដអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះព្រះអង្គទ្រង់ធ្វើឲ្យគេទៀបជាងពួកទេវតាតែមួយរយៈខ្លីប៉ុណ្ណោះទ្រង់បំពាក់មកុដនៃសេរីសុស្ដីនិងកិត្តិយសឲ្យគេខ8ព្រះអង្គបានបង្ក្រាបគ្រប់ទាំងអស់នៅក្រោមជើងគេព្រះអង្គបានបង្ក្រាបគ្រប់ទាំងអស់គឺមិនបានទុកអ្វីដែលមិនចុះចូលសោះឡើយឥឡូវនេះយើងមិនទាន់ឃើញថាគ្រប់ទាំងអស់ចុះចូលនៅឡើយទេអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះដោយទ្រង់មិនទុកអ្វីមួយឲ្យនៅសល់ក្រៅការត្រួតត្រារបស់គេឡើយប៉ុន្តែឥឡូវនេះយើងមិនឃើញថាអ្វីទាំងអស់ចុះចូលនឹងគេនៅឡើយខ9តែយើងឃើញព្រះយេស៊ូវដែលព្រះបានធ្វើឲ្យទៀបជាងពួកទេវតាមួយរយៈដោយព្រះអង្គបានរងទុក្ខនិងសុគតឥឡូវនេះ
ព្រះអង្គបានទទួលសេរីល្អនិងព្រះកិត្តិនាមទុកជាមកុដដោយសារព្រះគុណរបស់ព្រះដែលទ្រង់បានសគត់ជំនួសមនុស្សទាំងអស់អត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះប៉ុន្តែយើងឃើញថាព្រះអង្គដែលព្រះជាម្ចាស់ទ្រង់ធ្វើឲ្យទៀបជាងពួកទេវតាមួយរយៈខ្លីឥឡូវនេះទ្រង់ទទួលការបំពាក់មកុដនៃសិរីសួស្តីនិងកិត្តិយសព្រោះតែទុកនៃការសោយប្រតិបង្គិតនោះដើម្បីឲ្យព្រះគ្រីស្ទទ្រង់ភ្លក់ការសោយប្រតិបង្គិតជំនួសមនុស្សទាំងអស់ដោយសារព្រះគុណរបស់ព្រះជាម្ចាស់តើបងប្អូនដឹងទេមួយរយៈខ្លីនេះមានរយៈពេលប៉ុណ្ណាបទគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថាព្រះយេស៊ូវទ្រង់សោយប្រតិបង្គិតនៅរសៀលម៉ោង3នៅថ្ងៃបុណ្យចម្លងឬថ្ងៃបុណ្យរំលងដែលត្រូវនៅថ្ងៃទី14ខែនិសានឬខែចែកគេបានយកប្រសពព្រះអង្គទៅបញ្ចុះក្នុងភ្នោ3ថ្ងៃនៅថ្ងៃទី1នៃសប្តាហ៍គឺប្រហៀមថ្ងៃអាទិត្យពួកស្ត្រីប្រមាណអ្នកដែលជាសិស្សរបស់ព្រះអង្គជាពិសេសនាងម៉ារីមកពីក្រុងម៉ាកដាឡាក៏ទៅដល់ភ្នោហើយដឹងថាប្រសពព្រះអង្គមិនគង់នៅក្នុងភ្នោទៀតឡើយព្រះយេស៊ូវទ្រង់មានបច្ចុប្បន្នរស់ឡើងវិញហើយនេះហើយជាអត្ថកម្បាំងនៃពាក្យដែលថាព្រះជាម្ចាស់ទ្រង់ធ្វើឲ្យព្រះយេស៊ូវទៀបជាងពួកទេវតាមួយរយៈខ្លីគឺប្រមាណជា3ថ្ងៃ3យប់តែប៉ុណ្ណោះឯងតាមពិតព្រះយេស៊ូវទ្រង់មានចោមភាពលើសពួកទេវតាខ្លាំងណាស់ Actually Jesus is much superior to the angels ហេព្រើរចំពោះ1ខ4ហើយដែលព្រះអង្គបានទទួលនាមមួយជាមរតកជានាមដែលប្រសើរឧត្តមឧត្តមលើសជានាមរបស់ពួកទេវតាយ៉ាងណាព្រះអង្គក៏បានត្រឡប់ជាពិសេសលើសជាងពួកទេវតាយ៉ាងនោះដែរអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះព្រះអង្គទ្រង់បានទទួលព្រះនាមមួយជាមរតកដែលឧត្តមឧត្តមលើសព្រះនាមរបស់ពួកទេវតាយ៉ាងណាព្រះអង្គទ្រង់ក៏คล้ายជាមានចោមភាពលើពួកទេវតាយ៉ាងនោះដែរតាមរយៈអត្ថបទគម្ពីរនេះយើងដឹងថាព្រះយេស៊ូវទ្រង់ខ្លាំងជាងមានចោមភាពជាងនិងមានឥទ្ធិឫទ្ធិជាងពួកទេវតា Jesus is stronger, more superior, more powerful than the angels មិនថាព្រះយេស៊ូវទ្រង់មានចោមភាពលើពួកទេវតាយ៉ាងណាក៏ដោយព្រះជាម្ចាស់ទ្រង់មានផែនការឲ្យព្រះយេស៊ូវរងទុក្ខនិងសោយប្រតិបង្គិតលើឈើឆ្កាងដើម្បីនាំការសង្គ្រោះដល់មនុស្សលោក God had a plan for Jesus to suffer and to die on the cross to save the people in the world ហេព្រើរចំពុក2ខ9តែយើងឃើញព្រះយេស៊ូវដែលព្រះបានធ្វើឲ្យទៀបជាងពួកទេវតាមួយរយៈដោយព្រះអង្គបានរងទុក្ខនិងសគត់ឥឡូវនេះព្រះអង្គបានទទួលសេរីល្អនិងព្រះកិត្តិនាមទុកជាមកុដដោយសារព្រះគុណរបស់ព្រះដែលទ្រង់បានសគត់ជំនួសមនុស្សទាំងអស់អត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះប៉ុន្តែយើងឃើញថាព្រះអង្គដែលព្រះជាម្ចាស់ទ្រង់ធ្វើឲ្យទៀបជាងពួកទេវតាមួយរយៈខ្លីឥឡូវនេះទ្រង់ទទួលការបំពាក់មកុដនៃសិរីសួស្តីនិងកិត្តិយសព្រោះតែទុកនៃការសោយប្រតិបង្គិតនោះដើម្បីឲ្យព្រះអង្គទ្រង់ភ្លក់ការសោយប្រតិបង្គិតជំនួសមនុស្សទាំងអស់ដោយសារព្រះគុណរបស់ព្រះជាម្ចាស់តាមរយៈអត្ថបទកាហ្វេនេះយើងឃើញថាព្រះជាម្ចាស់ទ្រង់ធ្វើឲ្យព្រះយេស៊ូវដែលមានចោមភាពលើពួកទេវតាគ្រប់វិស័យคล้ายជាទៀបជាងពួកទេវតាមួយរយៈខ្លីតាមរយៈការសោយប្រតិបង្គិតរបស់ព្រះអង្គនៅលើឈើឆ្កាងជំនួសមនុស្សលោកទាំងអស់ហើយនៅថ្ងៃនេះខ្ញុំនឹងជម្រាបអស់លោកអ្នកបងប្អូនឲ្យដឹងថាព្រះជាម្ចាស់ទ្រង់ធ្វើឲ្យព្រះយេស៊ូវទៀបជាងពួកទេវតាមួយរយៈខ្លីគឺប្រមាណ3ថ្ងៃ3យប់តែប៉ុណ្ណោះ
ដោយទ្រង់តម្រូវឲ្យព្រះយេស៊ូវភ្លុកសេចក្តីស្លាប់ខាងរូបកាយដូចមនុស្សលោកដែរគឺឲ្យទ្រង់សោយប្រតិបង្គត់លើជើងឆ្កាងហើយឲ្យគេបញ្ចុះព្រះសពរបស់ព្រះអង្គក្នុងភ្នូក3ថ្ងៃប៉ុន្តែព្រះអង្គទ្រង់ប្រោសព្រះយេស៊ូវឲ្យមានបច្ចុប្បន្នរស់ឡើងវិញពីចំណោមពួកមនុស្សស្លាប់ដោយសារពួកទេវតាជាវិញ្ញាណពួកលោកមិនអាចភ្លុកការឈឺចាប់ខាងរូបកាយនិងសេចក្តីស្លាប់ខាងរូបកាយដូចមនុស្សលោកនឹងដូចព្រះគ្រីស្ទបានឡើយព្រះជាម្ចាស់ទ្រង់មិនតម្រូវឲ្យទេវតាណាមួយអង្គភ្លុកសេចក្តីស្លាប់ខាងរូបកាយដូចព្រះយេស៊ូវឡើយបងប្អូនដឹងហើយថាព្រះទ្រង់មិនបានចាត់ទេវតាណាមួយអង្គឲ្យមកភ្លុកសេចក្តីស្លាប់ដូចមនុស្សលោកឬក៏ដូចព្រះយេស៊ូវឡើយមានន័យថាមានទេវតាណាមួយអង្គអាចសង្គ្រោះមនុស្សលោកឲ្យរួចពីអំណាចបាបបានឡើយព្រោះទេវតាមួយអង្គមិនអាចបង់ថ្លៃបាបតាមរយៈការសោយប្រតិបង្គត់នៅលើឈើឆ្កាងជំនួសបាបរបស់មនុស្សលោកបានឡើយមានតែព្រះសង្គ្រោះមួយអង្គគត់ដែលអាចសម្រេចកិច្ចការនេះបានគឺព្រះយេស៊ូវគ្រីស្ទព្រោះព្រះអង្គទ្រង់លះបង់ភាពជាព្រះ 100% មកយកភាពជាមនុស្ស 100% តែព្រះអង្គគ្មានបាបតតសោះដែលហេតុដូច្នេះឯងបានជាព្រះអង្គអាចសោយប្រតិបង្គត់នៅលើជើងឆ្កាងដើម្បីដណ្ដោះមនុស្សលោកឲ្យរួចពីអំណាចបាបនិងសេចក្តីស្លាប់បានប៉ុន្តែទោះបីជាពួកទេវតាមិនអាចភ្លុកសេចក្តីស្លាប់ដូចមនុស្សលោកបានក៏ដោយក៏ពួកទេវតាទ្រង់អាចបង្ហាញប្រកាយជាមនុស្សធម្មតាបាន Angels can appear as ordinary men ហេព្រើរចំពោះ13ខ2តែកុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ត្បិតដោយការទទួលរាក់ទាក់ដូច្នេះអ្នកខ្លះបានទទួលទេវតាមិនទាំងដឹងខ្លួនអត្តបទដើមមានខ្លឹមសារយ៉ាងដូចនេះចូលកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់ឡើយត្បិតតាមរយៈការនេះអ្នកខ្លះបានទទួលពួកទេវតាទាំងមិនដឹងខ្លួនតាមរយៈអត្តបទវិញនេះយើងដឹងថាទេវតាទ្រង់អាចតំណែងព្រះកាយទ្រង់អាចបង្ហាញព្រះកាយទ្រង់អាចនិមិត្តជាមនុស្សបានហើយនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់យើងឃើញថាបុព្វទេវតាទ្រង់អាចបង្ហាញព្រះកាយជាមនុស្សមកជួបបុព្វបុរសនៃជនជាតិហេព្រើរឬបុព្វបុរសនៃជនជាតិយូដាបានលោកអាប់រ៉ាហាំក៏ធ្លាប់ជួបទេវតារបស់ព្រះម្ចាស់លោកម៉ូសេក៏ធ្លាប់ជួបទេវតារបស់ព្រះម្ចាស់ដែរសូម្បីតែនាងម៉ារីដែលជាអនាគតព្រះមេដារបស់ព្រះយេស៊ូវនៅផែនដីនោះក៏បានជួបទេវតាមួយអង្គរបស់ព្រះម្ចាស់ដែរក្រៅពីបង្ហាញប្រកាយជាមនុស្សសាមញ្ញឲ្យមនុស្សលោកឃើញពួកទេវតាទ្រង់អាចបង្ហាញប្រកាយជាមនុស្សរុងរឿងបាន Angels can appear as glorious men ដានីយ៉ែលចំពុក10ខ4ដល់ខ9ខ4នៅថ្ងៃ24នៃខែទី1កាលខ្ញុំកំពុងឈរនៅមាត់ទន្លេធំគឺទន្លេហ៊ីឌេកែលខ5ខ្ញុំងើបភ្នែកមើលទៅឃើញមនុស្សម្នាក់ស្លៀកពាក់សំពត់ទេសឯកហើយក្រវ៉ាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាខ6រូបកាយរបស់លោកមើលទៅដូចជាត្បូងបេរិលហើយមុខមានភាពដូចជាផ្លេចបន្ទោឯភ្នែកក៏ដូចជាចន្លុះដែលឆេះដៃជើងរបស់លោកដូចជាលង្ហិនខាត់យ៉ាងភ្លឺហើយសូរសម្លេងរបស់លោកដូចជាសូរសម្លេងនៃមនុស្សមួយមកចឹងពួកទេវតារបស់ព្រះជាម្ចាស់ទ្រង់អាចបង្ហាញប្រកាយជាមនុស្សសាមញ្ញក៏បានហើយទ្រង់ក៏អាចបង្ហាញប្រកាយជាមនុស្សរុងរឿងត្រចះត្រចង់ក៏បានខ7ខ្ញុំដានីយ៉ែលបានឃើញនិមិត្តនេះតែម្នាក់ឯងត្បិតមនុស្សដែលនៅជាមួយខ្ញុំមិនបានឃើញនិមិត្តនេះទេតែគេកើតមានសេចក្តីញ័ររន្ធត់ជាខ្លាំងហើយនៅគ្នារត់ពួនអស់ខ8ដូច្នេះនៅសល់តែខ្ញុំម្នាក់ឯងដែលឃើញនិមិត្តដ៏ធំនេះខ្ញុំក៏ខ្សោះល្វើយទៅ
ទឹកមុខខ្ញុំផ្លាស់ប្រែទៅជាស្លេកស្លាំងហើយខ្ញុំលែងមានកម្លាំងកំហែងទៀតខ9ពេលនោះខ្ញុំឮសំឡេងនៃពាក្យរបស់លោកហើយកាលខ្ញុំបានឮសំឡេងនៃពាក្យរបស់លោកខ្ញុំក៏លងស្មារតីទៅទាំងក្រាបចុះមុខដល់ដីពេលដែលទេវតារបស់ព្រះជាម្ចាស់តំណែងប្រកាយជាមនុស្សរុងរឿងឬក៏បង្ហាញប្រកាយជាមនុស្សរុងរឿងអ្នកដែលឃើញវត្តមានរបស់ទេវតាអង្គនោះនឹងមានបទពិសោធន៍មួយគឺខ្សោះល្វើយមានទឹកមុខសេចខ្លាំងអស់កម្លាំងកំហែងដួលចុះទៅដល់ដីលងស្មារតីឬក៏ផ្លឹកស្មារតីលោកដានីយ៉ែលក៏មានបទពិសោធន៍នេះហើយក្នុងចំណោមសាវកទាំង12រូបរបស់ព្រះយេស៊ូវសាវកយ៉ូហានក៏មានបទពិសោធន៍បែបនេះដែរព្រោះអីព្រោះសេរីសុស្ដីរបស់ពួកទេវតាភ្លឺចិញ្ចាចចិញ្ចែងប្រចាស់ត្រចង់ជាងពន្លឺព្រះអាទិត្យឬក៏ជាងពន្លឺអគ្គិសនីដ៏មានថាមពលខ្លាំងក្លាទៅទៀតអ្នកណាដែលប៉ះនឹងវត្តមាននេះមិនអាចស៊ូទ្រាំដោយកម្លាំងរបស់មនុស្សលោកបានឡើយត្រូវតែទន់ចុះត្រូវតែខ្សោយចុះត្រូវតែអស់កម្លាំងត្រូវតែខ្សោះល្វើយឬក៏លងស្មារតីឬក៏ផ្លឹកស្មារតីតែប៉ុន្តែមនុស្សដែលបានឃើញវត្តមានរបស់ទេវតាចំណេញបានអីចំណេញបាននិមិត្តរបស់ព្រះជាម្ចាស់ចំណេញបានការបាក់សម្ដែងរបស់ព្រះជាម្ចាស់តាមរយៈទេវតាអង្គនោះបានឮប្រសូរសៀងរបស់ព្រះជាម្ចាស់ដែលទ្រង់មានបន្ទូលមកគាត់តាមរយៈទេវតាអង្គនោះបានទទួលបរិជ្ជសារពីព្រះជាម្ចាស់តាមរយៈទេវតាអង្គនោះខ្ញុំជឿថាក្នុងសម័យបច្ចុប្បន្នដែលជាសម័យទំនើបមនុស្សជាច្រើនមិនចង់ឮប្រសូរសៀងព្រះអង្គមិនចង់បានទទួលបរិជ្ជសារពីព្រះអង្គតាមរយៈទេវតាដែលនាំឲ្យខ្លួនឯងដែលបានពិសោធន៍វត្តមានរបស់ពួកទេវតាដែលជាទូតរបស់ព្រះជាម្ចាស់នេះជាអ្នកបានឃើញនិមិត្តឬក៏ទទួលការបើកសម្ដែងពីព្រះជាម្ចាស់នេះคล้ายទៅជាខ្សោះល្វើយคล้ายទៅជាមនុស្សស្លេកស្លាំងคล้ายទៅជាអស់កម្លាំងកំហែងនោះឡើយយើងចង់ឮប្រសូរសៀងព្រះអង្គយើងចង់ទទួលបរិយាសាពីព្រះអង្គដោយមិនខ្សោះល្វើយដោយមិនស្លេកស្លាំងដោយមានកម្លាំងកំហែងពេញលេញដូច្នេះឯងបានជាព្រះទ្រង់ជ្រើសរើសមានបន្ទូលមកយើងតាមរយៈព្រះយេស៊ូវគ្រីស្ទជាបុត្រារបស់ព្រះអង្គដែលពោពេញដោយព្រះគុណនិងសេចក្តីពិតវិញក្រៅពីបង្ហាញប្រកាយជាមនុស្សសាមញ្ញឬមនុស្សរុងរឿងតើពួកទេវតាទ្រង់អាចបង្ហាញប្រកាយជាអ្វីបានទៀតពួកទេវតាទ្រង់អាចបង្ហាញប្រកាយជានិមិត្តនជាតិល្អចម្លែកបាន Angels can appear as fantastic creatures អេសាយចំពុក5ខ1ខ3ខ1នៅឆ្នាំដែលព្រះបាទឧសៀសោយទីបង្គន់ខ្ញុំបានឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុតជីព្រះភូសារបស់ព្រះអង្គលាតពេញក្នុងព្រះវិហារខ2នៅពីលើព្រះអង្គមានពពួកសេរ៉ាភីមនីមួយៗមានស្លាប6គឺស្លាប2សម្រាប់បាំងមុខស្លាប2សម្រាប់បាំងជើងនិងស្លាប2ទៀតសម្រាប់ហើរយើងមិនដែលឃើញនិមិត្តនជាតិណាមានស្លាប6ដូចនេះទេនិមិត្តនជាតិត្រូវនឹងពាក្យអង់គ្លេសថា creature មានន័យថាអ្វីដែលព្រះជាម្ចាស់ទ្រង់បង្កើតឡើងដោយអធិឫទ្ធិរបស់ព្រះអង្គខ3សេរ៉ាភីមទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថាព្រះដ៏វិសុទ្ធព្រះដ៏វិសុទ្ធព្រះដ៏វិសុទ្ធគឺព្រះអម្ចាស់នៃពិភពទាំងមូលផែនដីទាំងមូលពោពេញទៅដោយសេរីរុងរឿងរបស់ព្រះអង្គក្នុងចំណោមនិមិត្តនជាតិទាំងប្រមាណដែលព្រះជាម្ចាស់ទ្រង់បង្កើតឡើងដោយព្រះអធិឫទ្ធិរបស់ព្រះអង្គសេរ៉ាភីម
ជានិមិត្តបណៈជាតិដ៏ល្អចម្លែកព្រោះលោកមានស្លាប់ដល់ទៅ3គូគឺមានស្លាប់ដល់ទៅ6ណាហើយយើងកម្រឃើញនិមិត្តបណៈជាតិឬក៏បក្សាឬក៏បក្សីឬក៏ទេវតាណាដែលមានស្លាប់6ដូចសេរ៉ាភីមណាក្រៅពីពួកទេវតារបស់ព្រះជាម្ចាស់មានពួកទេវតាមួយក្រុមទៀតដែលជាពួកទេវតារបស់មីដែលជាពួកទេវតារបស់សាតាំងដែលជាពួកទេវតាដែលដួលរលំតើពួកទេវតាដែលដួលរលំនោះនៅឯណាមានវាសនាយ៉ាងណាពួកទេវតាដែលដួលរលំនឹងធ្លាក់ទៅក្នុងរណ្ដៅជ្រៅស្រឡង Fallen angels will go into the bottomless pit លូកាចំពោះ8ខ24ដល់ខ31ខ29ត្បិតព្រះអង្គបានបង្កប់វិញ្ញាណអាក្រក់ឲ្យចេញពីបរិះនោះព្រោះវាបានសន្ធិដ្ឋក្នុងគាត់ច្រើនលើកហើយដូច្នេះទោះបីគេយាមគាត់ទាំងដាក់ខ្នោះជើងនិងដាក់ច្រវាក់ក៏ដោយក៏គាត់នៅតែផ្ដាច់ចំណងទាំងអស់នោះខ្ទេចហើយអារក្សបាននាំគាត់ទៅទីរហោឋានអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះព្រះអង្គត្រាស់បញ្ជាឲ្យវិញ្ញាណអាសោចចេញពីបរិះនោះត្បិតវាជន់គាត់ច្រើនលើកច្រើនសារហើយគេដាក់ខ្នោះនិងដាក់ច្រវាក់គាត់គេយាមកាមគាត់ប៉ុន្តែគាត់ផ្ដាច់ចំណងទាំងនោះចោលខ30ព្រះយេស៊ូវសួរវាថាព្រះយេស៊ូវសួរវិញ្ញាណអាក្រក់នោះថាតើឯងឈ្មោះអ្វីវាក៏ឆ្លើយថាកបតបព្រោះមានអរិយច្រើនបានចូលក្នុងគាត់អត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះព្រះយេស៊ូវទ្រង់សួរអរិយថាតើឯងឈ្មោះអីវាទូលថាទូបង្គំឈ្មោះកងតបត្បិតមានអរិយជាច្រើនចូលគាត់បងប្អូនជាទីស្រឡាញ់ពាក្យខ្មែរថាកងទ័ពនៅក្នុងអត្ថបទគម្ពីរនេះត្រូវនឹងពាក្យអង់គ្លេសថា legion ត្រូវនឹងពាក្យក្រិកថា legion មានន័យថាកងពលគឺកងពលអ៊ីតាលីដែលមានទ័ពពី 5,000 នាក់ទៅ 6,000 នាក់ចំបរោះដែលមានអរិយចូលនេះមានអរិយប្រមាណ 5,000 ទៅ 6,000 នាក់ចូលឬក៏សន្ធិដ្ឋខ31ហើយពួកវាបានអង្វរព្រះអង្គកុំឲ្យព្រះអង្គបង្កប់ពួកវាចេញទៅក្នុងរណ្ដៅនរកអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះអរិយទាំងនោះអង្វរព្រះអង្គសូមទ្រង់គង់បញ្ជាឲ្យពួកវាទៅក្នុងរណ្ដៅជ្រៅស្រឡងឡើយរណ្ដៅជ្រៅស្រឡងអង់គ្លេសថា abyss ក្រិកថា abyssos ជារណ្ដៅជ្រៅឬជំហុកធំដែលជាលំនៅរបស់ពួកអរិយនិងពួកវិញ្ញាណអាក្រក់ឬឋានរបស់ពួកមនុស្សស្លាប់សប្ងៃបងប្អូនចង់ដឹងថាតើលំនៅរបស់ពួកអរិយនៅឯណាចម្លើយថាលំនៅរបស់ពួកអរិយគឺរណ្ដៅជ្រៅស្រឡងដែលអង់គ្លេសថា abyss ដែលគេថា abyssos ជារណ្ដៅដែលជ្រៅរកបាតមិនឃើញចឹងបានជាព្រះគម្ពីរប្រាប់ពាក្យថារណ្ដៅជ្រៅស្រឡងតើវាសនារបស់ពួកទេវតាដែលដួលរលំនឹងទៅជាយ៉ាងណាពួកទេវតាដែលដួលរលំនឹងរងទរណកម្មក្នុងបឹងភ្លើងជានិរន្តរ៍ Fallen angels will be tormented in the lake of fire forever វិវរណៈចំពោះ20ខ10រីឯមីដែលបាននាំជនជាតិទាំងនោះឲ្យវង្វេងក៏ត្រូវគេបោះទៅក្នុងបឹងភ្លើងនិងស្ពាន់ធម៌ក៏ត្រូវគេទម្លាក់ទៅក្នុងបឹងភ្លើងនិងស្ពាន់ធម៌ដែលមានសត្វដេរឆាននិងព្យាការីខ្លែងខ្លាយនៅក្នុងនោះស្រាប់ដែលមានមេប្រឆាំងនឹងព្រះគ្រីស្ទឬអតតឹងនឹងព្រះគ្រីស្ទនិងព្យាការីខ្លែងខ្លាយនៅក្នុងនោះស្រាប់
គេនឹងរងទុក្ខវេទនាទាំងថ្ងៃទាំងយប់អស់កាលជាអង្វែងតរៀងទៅពួកគេនឹងរងទរណកម្មក្នុងបឹងភ្លើងជានិរន្តរ៍លោកម៉ាថាយបញ្ជាក់ពីរឿងនេះកាន់តែច្បាស់ថែមទៀតនៅក្នុងម៉ាថាយចំពោះ25ខ41បន្ទាប់មកព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថាពួកត្រូវបណ្ដាសាអើយចូលថយចេញឲ្យឆ្ងាយពីយើងហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កាលជានិច្ចជាភ្លើងបំរុងទុកសម្រាប់ផ្ដន្ទាទោសមាសាតាំងនិងបរិវាររបស់វានោះទៅអត្ថបទដើមមានខ្លឹមសារយ៉ាងដូចនេះបន្ទាប់មកព្រះអង្គទ្រង់នឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថាពួកអ្នកដែលត្រូវបណ្ដាសាអើយចូលថយចេញពីយើងទៅក្នុងអវិជ័យដែលបានបំរុងទុកសម្រាប់មានិងពួកទេវតារបស់វាចុះបងប្អូនជាទីស្រឡាញ់តើបងប្អូនដឹងទេថាអវិជ័យជាពាក្យខ្មែរដែលត្រូវនឹងពាក្យអង់គ្លេសថា eternal fire មានន័យគ្រប់គ្រាន់និងពេញលេញថានរកមានអណ្ដាតភ្លើងឥតស្រានេះជាអត្ថន័យនៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជជុនមានន័យថានរកដែលមានអណ្ដាតភ្លើងអនន្តកាលនរកដែលមានអណ្ដាតភ្លើងអស់កាលជានិច្ចតើពួកទេវតាដែលដួលរលំនឹងមានវាសនាយ៉ាងណាពួកទេវតាដែលដួលរលំនឹងពិសោធន៍សេចក្តីស្លាប់ទី2 Fallen angels will experience the second death វិវរណៈចំពោះ20ខ13ដល់ខ15ខ13សមុទ្របានប្រគល់ពួកមនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញអ្នកណាដែលស្លាប់បាត់ទៅហើយឆ្អឹងរបស់គាត់ឬក៏អដ្ឋិធាតុរបស់គាត់លិចឬក៏កប់បាត់នៅបាតសមុទ្រនោះនឹងត្រូវសមុទ្រប្រគល់អដ្ឋិធាតុទាំងអស់នៅក្នុងទឹកមកវិញហើយសេចក្តីស្លាប់នឹងឋានឃុំប្រលឹងមនុស្សស្លាប់ក៏ប្រគល់ពួកមនុស្សស្លាប់ដែលនៅទីនោះមកវិញដែរក្រៅពីសមុទ្រឋានមនុស្សស្លាប់ឬក៏ឋានឃុំប្រលឹងមនុស្សស្លាប់ក៏ប្រគល់ពួកមនុស្សស្លាប់មកវិញដែរហើយគ្រប់គ្នាត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួនការជំនុំជម្រះនេះជាការជំនុំជម្រះទី2គឺការជំនុំជម្រះពួកអ្នកដែលបដិសេធព្រះយេស៊ូវគ្រីស្ទឬពួកអ្នកដែលមិនជឿព្រះយេស៊ូវគ្រីស្ទតើពួកគេនឹងទទួលវាសនាយ៉ាងដូចម្តេចខ14បន្ទាប់មកសេចក្តីស្លាប់នឹងឋានឃុំប្រលឹងមនុស្សស្លាប់សេចក្តីស្លាប់នឹងឋានមនុស្សស្លាប់ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរក៏ត្រូវទម្លាក់ទៅក្នុងអវជ័យដែរនេះជាសេចក្តីស្លាប់ទី2តើអ្នកណាដែលត្រូវទទួលសេចក្តីស្លាប់ទី2នេះចម្លើយខ15ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតអ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើងពួកអ្នកមិនជឿព្រះយេស៊ូវគ្រីស្ទពួកអ្នកបដិសេធព្រះយេស៊ូវគ្រីស្ទពួកអ្នកដែលគ្មានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតនឹងត្រូវទម្លាក់ទៅក្នុងបឹងភ្លើងនឹងត្រូវទម្លាក់ទៅក្នុងអវជ័យថ្ងៃនេះយើងរៀនពាក្យមួយម៉ាត់ទៀតគឺសេចក្តីស្លាប់ទី2ដែលអង់គ្លេសថា the second death គឺជាសេចក្តីស្លាប់ខាងវិញ្ញាណ spiritual death គឺជាការបែកចេញពីព្រះជាម្ចាស់ជាអនន្តកាលគឺជាការបែកចេញពីព្រះជាម្ចាស់អស់កាលជានិច្ច eternal separation from God ពួកអ្នកបដិសេធព្រះគ្រីស្ទពួកអ្នកមិនជឿព្រះគ្រីស្ទពួកអ្នកដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតនឹងបែកចេញពីព្រះជាអនន្តកាលនឹងភ្លុករសជាតិនៃសេចក្តីស្លាប់ទី2ឬក៏សេចក្តីស្លាប់ខាងវិញ្ញាណប៉ុន្តែពួកអ្នកជឿព្រះគ្រីស្ទពួកអ្នកទទួលព្រះគ្រីស្ទជាព្រះសង្គ្រោះនិងជាព្រះអម្ចាស់ពួកអ្នកដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត
នឹងរួមរស់ជាមួយព្រះជាអនន្តកាលនឹងរួមរស់ជាមួយព្រះអស់កាលជានិច្ចអ្នកនោះមិនភ្លុកសេចក្តីស្លាប់ទី2ដែលជាសេចក្តីស្លាប់ខាងវិញ្ញាណទេអ្នកនោះភ្លុកតែសេចក្តីស្លាប់ទី1ដែលជាសេចក្តីស្លាប់ខាងរូបកាយឬសេចក្តីស្លាប់បណ្ដោះអាសន្នតែប៉ុណ្ណោះអរគុណព្រះអង្គដែលខ្ញុំដឹងច្បាស់ថាខ្ញុំនឹងរួមរស់ជាមួយព្រះជាអនន្តកាលខ្ញុំនឹងរួមរស់ជាមួយព្រះសង្គ្រោះរបស់ខ្ញុំជាអនន្តកាលខ្ញុំនឹងរួមរស់ជាមួយព្រះសង្គ្រោះរបស់ខ្ញុំអស់កលជានិច្ចខ្ញុំនឹងមិនទទួលសេចក្តីស្លាប់ទី2ដែលជាសេចក្តីស្លាប់ខាងវិញ្ញាណនោះឡើយខ្ញុំក៏ដូចជាបងប្អូនទាំងអស់គ្នាដែលជាអ្នកជឿព្រះគ្រីស្ទដែលជាអ្នកកាត់ជាថ្មីក្នុងព្រះគ្រីស្ទដែលជាសិស្សរបស់ព្រះគ្រីស្ទដែលជាអ្នកដែលមានឈ្មោះកាត់ក្នុងជីវិតដែលគឺខ្ញុំស្លាប់តែរូបកាយប៉ុណ្ណោះខ្ញុំស្លាប់បណ្ដោះអាសន្នប៉ុណ្ណោះមិនស្លាប់អស់កលជានិច្ចនោះឡើយខ្ញុំទទួលតែសេចក្តីស្លាប់ទី1ប៉ុណ្ណោះខ្ញុំទទួលតែសេចក្តីស្លាប់បណ្ដោះអាសន្នប៉ុណ្ណោះខ្ញុំទទួលតែសេចក្តីស្លាប់ខាងរូបកាយប៉ុណ្ណោះហើយខ្ញុំនឹងរួមរស់ជាមួយព្រះជាម្ចាស់ដែលជាព្រះសង្គ្រោះរបស់ខ្ញុំជាអនន្តកាលតើបងប្អូនដឹងច្បាស់ក្នុងចិត្តទេមានអំណរទេពេញចិត្តចំពោះការសង្គ្រោះដែលបងប្អូនបានទទួលពីព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទឬទេបងប្អូនជាទីស្រឡាញ់ឥឡូវនេះវេលាដ៏សំខាន់បំផុតនៃអត្ថកថារបស់យើងមកដល់ហើយគឺការអធិដ្ឋានឆ្លើយតបខ្ញុំនឹងអធិដ្ឋានខ្លីៗមួយវគ្គម្ដងដើម្បីងាយស្រួលឲ្យបងប្អូនអធិដ្ឋានតាមក្រោយខ្ញុំសូមបងប្អូនបរិបរោះអធិដ្ឋានតាមក្រោយខ្ញុំដោយមិនបាច់បដូរពាក្យអ្វីទាំងអស់រីឯបងប្អូននារីវិញសូមបងប្អូនបដូរពាក្យទូបង្គំដែលជាពាក្យសម្រាប់បរិបរោះប្រើជាមួយព្រះមហាក្សត្រនិងព្រះជាម្ចាស់ទៅជាពាក្យខ្ញុំម្ចាស់ដែលជាពាក្យសម្រាប់នារីប្រើជាមួយព្រះមហាក្សត្រនិងព្រះជាម្ចាស់វិញទើបត្រឹមត្រូវតើបងប្អូនទាំងអស់គ្នាត្រៀមលក្ខណៈសម្បត្តិដើម្បីអធិដ្ឋានជាមួយខ្ញុំហើយឬនៅបើបងប្អូនត្រៀមលក្ខណៈសម្បត្តិរួចហើយសូមអញ្ជើញបិទភ្នែកអោនសេរសាលើកដៃប្រណម្យខ្ពស់ផុតសេរសាហើយអធិដ្ឋានតាមក្រោយខ្ញុំដូចតទៅអោព្រះយេស៊ូវអើយព្រះអង្គទ្រង់មានចោមភាពលើសពួកទេវតាប៉ុន្តែព្រះអង្គទ្រង់ព្រមបន្ទាបព្រះកាយស្ដាប់បង្គាប់ព្រះបិតាដោយព្រមសោយប្រតិវង្គតលើឈើឆ្កាងដើម្បីទទួលបាបនិងទទួលទោសជំនួសទូបង្គំនិងជំនួសមនុស្សលោកទាំងអស់ព្រះបិតាជាម្ចាស់ទ្រង់បានធ្វើឲ្យព្រះអង្គទៀបជាងពួកទេវតាមួយរយៈខ្លីដើម្បីឲ្យទូបង្គំនិងពួកអ្នកដែលជឿព្រះអង្គទទួលការសង្គ្រោះដ៏មហិមាទទួលជីវិតអនន្តកាលគឺមិនត្រូវវិនាសមិនត្រូវទទួលទោសមិនត្រូវរងទរណកម្មអនន្តកាលនៅក្នុងអវជ័យដែលមានភ្លើងឆេះអនន្តកាលជាមួយពួកទេវតារបស់សាតាំង
ជាពួកទេវតាដែលដួលរលំជាមួយមេប្រឆាំងនឹងព្រះគ្រីស្ទនិងជាមួយពួកព្យាការីខ្លែងខ្លាយនោះឡើយទូលបង្គំសូមអរគុណព្រះអង្គដែលទ្រង់ទទួលទូលបង្គំឲ្យអាចរួមរស់ជាមួយព្រះអង្គនិងជាមួយព្រះបិតាជាម្ចាស់ជាអនន្តកាលទូលបង្គំសូមអរគុណព្រះអង្គចំពោះការសង្គ្រោះដ៏មហិមានេះហើយទូលបង្គំសូមសន្យាថាទូលបង្គំមិនធ្វេសប្រហែសនឹងការសង្គ្រោះដ៏មហិមានេះឡើយទូលបង្គំទូលសូមគ្រប់ការទាំងអស់ដោយនៅព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទសូមឲ្យវិសុទ្ធជនទាំងអស់របស់ព្រះជាម្ចាស់បន្លឺសម្លេងថាអាមែនអាមែននិងអាមែនបើលោកអ្នកយល់ថាលោកអ្នកបានទទួលព្រះពរពីសេចក្តីបង្រៀនរបស់លោកគ្រូមុំបាណាបាសក្នុងពន្ធកិច្ចរបស់សមាគមក្របពូជនៃជីវិតហៅកាត់ថាសូឡាហើយយល់ថាព្រះជាម្ចាស់កំពុងប៉ះពាល់ដួងចិត្តរបស់លោកអ្នកឲ្យចូលរួមចំណែកចែករំលែកព្រះពរនេះដល់ជនជាតិខ្មែរជាច្រើនទៀតនៅលើពិភពលោកតាមរយៈដង្វាយដ៏សប្បុរសរបស់លោកអ្នកអាចផ្ញើដង្វាយផ្ទាល់ខ្លួនមកគាំទ្រដល់ពន្ធកិច្ចបង្រៀននិងផ្សព្វផ្សាយព្រះបន្ទូលនៃព្រះគុណតាមលេខគណនីធនាគារ ABA 001 624 873តាមលេខគណនីវិញជាដុល្លារ037 747 92លេខគណនីវិញជាលុយខ្មែរ037 747 93ឬតាមលេខទូរស័ព្ទខាងក្រោម017 900 510 010 800 938 012 877 425សូមអញ្ជើញពិសោធន៍នៅអំណរនិងរង្វាន់នៃការចែករំលែកព្រះពរបែបនេះជាមួយនឹងយើងខ្ញុំ